ស៊ីមៀពេញមួយថ្ងៃតើធ្វើអីគេបានខ្លះហើយតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog របស់ខ្ញុំនៅក្នុងខេត្តសៀមរាបខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាថាក្នុងមួយថ្ងៃហ្នឹងខ្ញុំធ្វើអីបានខ្លះហើយចំណាយអស់មែនតាំងពីព្រឹកដល់ល្ងាចខ្ញុំខកពីព្រលឹមរៀបចំខ្លួនចេញពីអតាលប្រហែលជាម៉ោង 8 កន្លះខ្ញុំញ៉ាំ breakfast ញ៉ាំកាហ្វេនៅ Brown Cafe បន្ទាប់ពីអង្គុយលេងនៅ Brown Cafe នឹងប្រហែលជា7 ម៉ោងខ្ញុំក៏ចេញដំណើរទៅមកកន្លែងទៀតគឺខ្ញុំទៅលេងប្រាសាទអង្គរវត្តហើយនេះគឺជាទេសភាពនៅតាមដងផ្លូវដែលយើងជិះទៅប្រាសាទអង្គរវត្តមុនចូលទៅប្រាសាទខ្ញុំក៏បានមកជួលឈុតបុរាណសិនដើម្បីឲ្យថតទៅវិស៊ីជាមួយនឹងប្រាសាទអង្គរវត្តយើងហើយដែលសិនតែខ្ញុំចង់ឲ្យមើលទៅវាបែបបុរាណខ្លាំងអញ្ចឹងខ្ញុំជ្រើសរើសជាមួយនឹងឈុតសម័យលង្វែកឈុតនេះគឺខ្ញុំជួលអស់តម្លៃ 40000 ហើយកន្លែងនេះគឺជនបរទេសក៏គាត់ចាប់អារម្មណ៍ជាមួយនឹងឈុតរបស់ខ្ញុំខ្លាំងមែនតើខ្ញុំឃើញមានអ្នកផ្សេងពាក់ដែរគាត់ថាដល់ពេលដែលខ្ញុំពាក់រឿងបុរាណខ្លាំងអញ្ចឹងទៅគាត់ប្លែកភ្នែកគាត់សួរនាំឲ្យគាត់សុំថតច្រើនមែនតើហើយកន្លែងនេះគាត់ say thank you អញ្ចឹងខ្ញុំក៏បានប្រាប់ទៅគាត់ថា in Cambodia we say អរគុណអញ្ចឹងណាអញ្ចឹងតើទៅមើលជាមួយនឹងវីដេអូខ្លីៗដែលខ្ញុំបានថតហ្នឹងហើយដាក់ជាមួយនឹង play ណាអញ្ចឹងបន្ទាប់ពីចេញពីប្រាសាទអង្គរវត្តទៅគឺខ្ញុំឆ្ពោះទៅកន្លែងញ៉ាំបាយដែលសារតែឃ្លានខ្លាំងវាដល់ម៉ោងបាយហ៎ហើយកន្លែងនេះគឺខ្ញុំអើតកតាមដបូឡានទៀតដោយសារតែពេលនឹងមិនសតុំថ្ងៃត្រង់មែនប៉ុន្តែមិនសតុំអត់មានក្តៅទេអញ្ចឹងស្រស់ស្រាយខ្លាំងហ្មងអ្នកនរគ្នាមើលទឹកមុខអូខេ enjoy ប៉ុណ្ណឹងបានហើយឥឡូវខ្ញុំមកដល់កន្លែងញ៉ាំបាយហើយកន្លែងនេះមានឈ្មោះថា Preda Restaurant ដែលគេរៀបចំមកគាត់នឹងគឺថាខ្មែរសុទ្ធហ្មងគឺមានក្រាលកាទេលឲ្យយើងអង្គុយញ៉ាំនៅលើផ្ទះឈើអញ្ចឹងណាចឹងមិញយកចានំបញ្ចុកទៅប្រហុកឈុតតូចអាមានត្រីហ្មងឈុតតូចនេះមួយហ៎ថែមត្រីមួយមកចឹងfavorite យើងដាក់ត្រីតិចមកត្រីវត្តនំបញ្ចុកចេះអាហ្នឹងតួតកែញ៉ាំដៃចឹងមិនឆ្ងាញ់ហើយបន្លែអូខេហើយយើងច្រឹងចាអញ្ចឹងបន្ទាប់ពីញ៉ាំឆ្អែតប៉ោងពូហើយគឺថាតុនភ្នែកអញ្ចឹងខ្ញុំក៏បានសម្រាកគេងនៅនឹងប្រហែលជា20ទៅ30នាទីដែរហើយក៏រៀបចំគិតលុយដើម្បីទៅមកកន្លែងទៀតអញ្ចឹងណាអញ្ចឹងខ្ញុំញ៉ាំនំបញ្ចុកទឹកប្រហុកហើយថែមថៃដែងទៀតមួយសេតនឹងអស់តែ$6កន្លះតម្លៃសមរម្យហើយឆ្ងាញ់ទៀតអញ្ចឹងចេញពីកន្លែងញ៉ាំបាយមកខ្ញុំក៏ទៅញ៉ាំនំអាកោអូយនំអាកោព្រះដាក់អ្នកណាមិនល្បីហើយតែថាមកហាត់ឲ្យរំលងទេអ្នកនរគ្នាមិញនេះគឺខ្ញុំទិញពីប្រអប់អានេះអាកោថ្នោតណានៅភូមិព្រះដាក់ខ្ញុំទិញពីប្រអប់យកទៅផ្ញើម៉ាក់ដល់តែមកប្រអប់ហើយញ៉ាំខ្លួនឯងមកប្រអប់សំខាន់ណាស់មកប្រអប់តែ10000ទេហើយតំណងខ្លាំងមែនតើនេះហុយហ្មងណាគាត់ទៅតែដាក់ពីចក្រានមកហ្មងឥឡូវយើងមកភ្លក់ទាំងអស់គ្នាអូខេឆ្ងាញ់ខ្លាំងមែនតើអូយក្តៅដៃមកសារឥឡូវហ្នឹងរៀងមេឃអារម្មណ៍តិចបងប្អូនឃើញអត់តែពេលយើងញ៉ាំអាកោក្តៅអញ្ចឹងអូជាតិខ្លាំងមែនតើមកទៀតហ្នឹងខ្ទេចអូនិយាយពីថាអ្នកទាំងអស់គ្នាមើលតាមមាត់ខ្ញុំក៏ដឹងថាឆ្ងាញ់ដែរគឺថាខ្ញុំអស់3នំម្នាក់ឯងអញ្ចឹងចេញពីទិញនំអាកោនឹងមកប្រហែលជា4កន្លះខ្ញុំក៏ទៅមកកន្លែងទៀតដើម្បីជួលកង់ជិះហើយសម្រាប់កង់នេះគឺខ្ញុំជួល1តម្លៃ15000អញ្ចឹង2កង់អស់30000ហើយសម្រាប់ការជិះកង់នេះគឺជាបទពិសោធន៍មួយដែលខ្ញុំ
ពេញចិត្តខ្លាំងហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលគាត់ទៅលេងប្រាសាទអង្គរវត្តហើយអត់ទាន់ធ្លាប់ជិះកង់ណាអ្នកទាំងអស់គ្នាគួរតែជិះបានម្ដងព្រោះធ្វើឲ្យយើង feel connect ជាមួយនឹងធម្មជាតិខ្លាំងមែនតើដូចបានហាត់ប្រាណផងបានសប្បាយផងចឹងហើយកន្លែងនេះខ្ញុំចាប់ដើមរៀងហត់ដែរខ្ញុំក៏បានចុះបដាសិនហើយនឹងដើរចេញទៅខាងក្រៅចេញពីផ្លូវក្នុងផ្លូវកង់ហ្នឹងខ្ញុំរកទៅជិះនៅខាងក្រៅម្ដងហើយគ្រាន់តែចេញទៅខាងក្រៅភ្លាមគឺឃើញមានអ្នកលក់គាត់លក់គុយហើយជាមួយនឹងផ្លែមាក់ប្រាំងអញ្ចឹងខ្ញុំក៏បានមកភ្លក់ផ្លែគុយហើយជាមួយនឹងផ្លែមាក់ប្រាំងគាត់ហើយចុងក្រោយហ្នឹងគឺខ្ញុំទិញតែផ្លែមាក់ប្រាំងទេព្រោះមាក់ប្រាំងគាត់ផ្អែមឆ្ងាញ់មែនតើហើយខ្ញុំទិញ2គីឡូគឺអស់តែ20000ទេអញ្ចឹងសម្រាប់សកម្មភាពជិះកង់នេះគឺជាសកម្មភាពចុងក្រោយរបស់ខ្ញុំនៅក្នុងខេត្តសៀមរាបហ្នឹងហើយអញ្ចឹងសរុបចំណាយទាំងអស់ទៅគឺខ្ញុំចាយអស់$38កន្លះកាត់ចេញពី account AMK របស់ខ្ញុំព្រោះ scan ទូទាត់តាម AMK អ្នកទាំងអស់គ្នាមិនធំតែទទួលបានសុវត្ថិភាពខ្ពស់ទេថែមទាំងបានជួយសង្គមទៀតអ្នកទាំងអស់គ្នាដឹងអត់ថារាល់ការ scan របស់អ្នកទាំងអស់គ្នានៅក្នុងការទូទាត់ចំណាយផ្សេងៗមិនថាអ្នកទាំងអស់គ្នា scan ចេញពី app ធនាគារណាឯងឲ្យតែ scan ទៅលើ QR របស់ AMK គឺប្រៀបដូចជាអ្នកទាំងអស់គ្នាកំពុងតែធ្វើការបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធិកូនថេបុផាអញ្ចឹងហើយទឹកប្រាក់ដែលបរិច្ចាគហ្នឹងគឺអត់កាត់ចេញពីអាជីវករឬក៏អ្នកចំណាយទេគឺ AMK ជាអ្នកចេញជំនួសយើងក្នុងមួយប្រតិបត្តិការគឺ100រៀលអញ្ចឹងសម្រាប់បងប្អូនដែលមានកម្រងចង់ទៅលេងខេត្តសៀមរាបនឹងថ្ងៃចូលឆ្នាំខាងមុខហ្នឹងណាកុំភ្លេចជ្រើសរើស AMK QR នៅក្នុងការ scan ទូទាត់ប្រាក់ទាំងអស់គ្នាអញ្ចឹងសម្រាប់ vlog របស់ខ្ញុំនៅក្នុងខេត្តសៀមរាបហ្នឹងគឺបានចាប់ត្រឹមប៉ុណ្្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តប្រភេទវីដេអូបែបហ្នឹងអាច comment នៅខាងក្រោមបានលើក្រោយខ្ញុំនឹងធ្វើទៀត